ស្ដីអ្នកទាំងអស់គ្នាថ្ងៃដែលថ្ងៃអាទិត្យដែលជាថ្ងៃតនេទៅជួយធ្វើការងារតាដែលគាត់ធ្វើសំណង់មួយខ្ញុំទៅសឺវ័ននេះហើយឥឡូវហ្នឹងដែរខ្ញុំធ្វើដំណើរទៅតាមផ្លូវហើយខ្ញុំថ្ងៃនេះដែរគឺទៅពីអ្នកមិត្តភ័ក្ដិខ្ញុំហើយដោយសារតែថ្ងៃហ្នឹងគឺថ្ងៃអាទិត្យហើយទៅជួយការងារគាត់អីចឹងទៅហើយថ្ងៃហ្នឹងដែរគឺខ្ញុំទៅដល់កន្លែងគាត់ភ្លាមមិនដឹងថាគាត់ហៅទៅធ្វើអីហើយគាត់អត់បានប្រាប់យើងមុនហើយទៅពេលអញ្ចឹងគឺចេះជីឡានទៅជីចុះជីឡើងហើយស្រាប់តែទៅដល់ចិត្តកន្លែងដែលផ្លូវចូលទៅផ្ទះម្ដាយគាត់ហ្នឹងគាត់ក្លែកមើលចកាខ្ញុំចេះឆ្ងល់ហើយខ្ញុំសួរគាត់ថាចកាហ្នឹងគឺចកាគាត់មែនគាត់ថាមែនចកាគាត់ទេគឺចកាម្ដាយគាត់ហើយមានទេបងប្អូនអើយពុកណាជីដល់សុកនេះឃើញឡានប៉ូលីសទៀតហើយសំណាងដែរប៉ូលីសជាបត់ទៅនោះកុំអីហ្នឹងស្បៃបាទហើយបន្តមកទៀតនៅខាងឆ្វេងដៃខ្ញុំហ្នឹងគឺជាការបាក់គាត់ហើយខ្ញុំបានសួរគាត់អញ្ចឹងណាហើយសម្រាប់ចម្រួលគាត់ទៅលេងម្ដាយគាត់នៅផ្លែតសិនគាត់ទៅផ្ទះម្ដាយគាត់ទៅប្រាប់ថាគាត់បានមកដល់រាជការហ្នឹងអញ្ចឹងណាហើយនេះគឺជាផ្លូវចូលទៅផ្ទះម្ដាយគាត់ហើយថ្ងៃនេះដែរថ្ងៃអាទិត្យរៀងស្ងាត់បងប្អូនអត់សូវមានមនុស្សម្នាទេថាថ្ងៃគេចុងសប្តាហ៍ហើយចឹងហើយកន្លែងគាត់នោះដែរគឺដូចនៅកន្លែងជនបទដាច់ស្រយាលអញ្ចឹងវាមិននៅជាប់ក្រុងទេដូចវានៅជាក្រុងអញ្ចឹងណាឥឡូវនេះហើយម្ដាយរបស់គាត់ចាស់ហើយបងប្អូនហើយគាត់នៅតែម្នាក់ឯងទៀតហើយតថ្ងៃអាទិត្យអីចឹងទៅបានគាត់ទៅលេងម្ដាយគាត់អីចឹងទៅហើយសូម្បីតែមុខផ្ទះក៏មានដីក៏មានចកាដែលគេធ្វើដែរហើយឥឡូវនេះគឺមកដល់កន្លែងចកាគាត់ហើយថ្ងៃហ្នឹងដែរចង់ដាច់ចកាបងប្អូនអើយហើយយើងអត់ដែរធ្វើខាងកសិកម្មហើយទៅពេលអញ្ចឹងទៅមានហើយចង់ស្រែកយំតិចអីតិចដោយសារតែយើងអត់ដែរធ្វើហើយខ្ញុំសរសើរមែនតើខ្ញុំសរសើរបងប្អូនដែលគាត់ធ្វើខាងកសិកម្មហ្នឹងណាសរសើរស៊ូហើយការងារហ្នឹងខ្ញុំទៅតាមមួយថ្ងៃណាតែខ្ញុំមានអារម្មណ៍ថាហត់ជាងខ្ញុំធ្វើការសំណង់ទៀតហើយឥឡូវហ្នឹងគឺចាប់ផ្ដើមបាចជីគេថាបាចជីឲ្យធ្វើដីធ្វើអីដីនឹងវាមានជាតិជីជាតិអីចឹងខ្ញុំមិនសូវដឹងទេខាងកសិកម្មហើយបន្តមកទៀតមកក៏ខ្ញុំបានស្ពាយធុងមួយដាក់ជីដាក់អីហ្នឹងទៅហើយមិត្តភ័ក្ដិខ្ញុំនោះក៏វាបានដាក់កូនធុងមួយដើម្បីជួយបាចគ្នាហើយឥឡូវនោះតាហ្នឹងគាត់បានកាយប្រាប់ពីរបៀបរបបគេបាចជីនឹងបែបណាអីចឹងទៅហើយពេលដែលគាត់គាត់បានប្រាប់ហើយខ្ញុំនេះក៏ចាប់ផ្ដើមភាសាមួយមិត្តភ័ក្ដិខ្ញុំថាបាចពីខាងណាមុនទៅអីចឹងទៅហើយកណ្ដឹងគឺចេញពីផ្ទះមកតាំងពីម៉ោង9 កន្លះព្រឹករហូតទៅដល់ម៉ោង7ជាបងប្អូន7ល្ងាចបានមកដល់ផ្ទះវិញហើយពេលដែលទៅហ្នឹងគឺជីឡានមួយគាត់ទេហើយដោយសារតែគាត់គឺថ្ងៃហ្នឹងត្រូវថ្ងៃច័ន្ទហ្នឹងគាត់ត្រូវទៅពេទ្យពិនិត្យហើយទៅពេលចឹងហើយគាត់អាចបានជូនយើងមកវិញទេគាត់ឲ្យយើងជិះរថភ្លើងមកផ្ទះវិញហើយជិះរថភ្លើងឆ្ងាយដែរតែចូល2 ម៉ោង 3 ម៉ោងហើយរថភ្លើងហ្នឹងប្រហែលជាចូល20ចំណតអីដែរហ្នឹងបងប្អូនហើយហ្នឹងគឺខ្ញុំចាប់ផ្ដើមបាចជីបាចអីធ្វើដីធ្វើអីហ្នឹងទៅហើយជាមួយគាត់ហ្នឹងគឺមានតែ3នាក់ទេហើយម្ដាយរបស់គាត់បានមកមុននឹងបន្តិចដែរក៏បានយកកាហ្វេមកឲ្យប៉ុន្តែកាហ្វេពេលថ្ងៃគឺខ្ញុំអត់សូវហ៊ានហូបទេគាត់ថាពេលព្រឹកអីហ្នឹងបានហូប1 កែវ 2 កែវហ្នឹងតែគាត់យកមកឲ្យយើងហូបតែខ្ញុំអត់ហ៊ានហូបខ្លាចលយយប់ឡើងដេកអត់លក់ពីច្រើនគឺខ្ញុំអត់ដែរសូវហូបទេកាហ្វេពេលថ្ងៃតែពេលព្រឹកចេះតែហូបទៅហូបបាយហើយណាបានដាក់កាហ្វេមកកូនកែវទៅឥឡូវតោះទៅទស្សនាការធ្វើកសិកម្មនៅប្រទេសកូរ៉េគេធ្វើមិនខ្លះហើយអញ្ចឹងទៅគឺមានច្រើនបែបច្រើនស្ថានមែនតើបងប្អូនដំបូងឡើយគឺយកអត្រាក់មកគេភ្ជួរដីពូនដីអញ្ចឹងទៅហើយបន្ទាប់ពីគេពូនដីពូនអីហើយទៅដូចខ្ញុំធ្វើអញ្ចឹងគេដាក់បាចជីបាចអីអញ្ចឹងណាឲ្យអាដីដែលគេភ្ជួរនឹងដាក់ជីដាក់អីទៅឲ្យវាមានជាតិជីឲ្យធ្វើដំណាំគេល្អអញ្ចឹងទៅហើយបងប្អូនអ្នកកសិកម្មហើយជាគាត់ដឹងហើយព្រោះខ្ញុំ
อย่างนั้นคือส้มกะสิกรรมแบบกะสิกรรมmột ngày hay lớn cứ trong chư đây bóng ôn ơi từ chân đá ngay trăng hay làm ngồi giờ đại lột vừa hay hot on ngืบchu như tết từ 10 vịt ô khang một tiết bóng ôn đang khơi nha on ngืบđang vươn một nhau mũ men ta rung ui tệ bên này còn nè nó cần đá ngay trăng hay những chuột đây những ba chi ba ấy hay làm cuối dương ở đây phơi ca nghe nên tiệt chẳng có dương chà phư mà đại cái phơi đang miền là bạch cái phơi tạ tây ấy cái mà sang tây bây giờ lớn nó cứ màu phải chỉ màu chung màu pin tập màu muối bên đây còn nè toàn là hiền hộp bài thì 110 cột bầu bùa ta hộp smart áมันយើងទៅហ៊ានទៅហូបអីចឹងណាហើយគាត់ថ្ងៃហ្នឹងគាត់ឈឺដៃមកយាងគាត់ថាគាត់អត់ធ្វើអត់ការទេចឹងហើយគាត់បានហៅពួកខ្ញុំមកឲ្យជួយគាត់ព្រោះជីព្រោះអីនៅដីម្ដាយគាត់ដើម្បីដាំដូចជាស្ពៃដូចជាមានអីគេដើមខ្ទឹមបារាំងឬក៏ខ្ទឹមមើមខ្ទឹមបារាំងអីចឹងណាបងប្អូនខ្លាញ់ទៅហ្នឹងហើយនៅគិនហ្នឹងក៏គេធ្វើស្រែធ្វើចការដែរហើយខ្ញុំនិយាយមែនតែននិយាយជាការេពីច្រើនគឺគេអាចចេះទុកដីចោលតែហើយថ្ងៃសៅរ៍ថ្ងៃអាទិត្យទនេពីការងារហើយពួកគាត់ដែលជាកូនគាត់ហ្នឹងតែងតែមកជួយគាត់អីចឹងទៅដើម្បីជួយឪជួយអីចឹងទៅណាហើយចាំជួបខ្ញុំនៅវគ្គ 2 បន្តទៀតខ្ញុំនឹងមានវីដេអូ